សួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំមានមុខម្ហូបមួយមុខគឺឆាក្តៅមាន់ដំបូងឡើងគឺយើងកាត់សាច់មាន់ឲ្យហើយសិនបងប្អូនមាន់នេះដែរគឺខ្ញុំប្រើតែមួយចំហៀងទេយើងកាត់សាច់រៀបចំឲ្យហើយសិនកាត់ដុំមកល្មមបងប្អូនមាន់នេះដែរគឺមាន់ស្រែបងប្អូនគឺយើងអត់យកមាន់ចិញ្ចឹមតាមលក់តាមផ្សារទេគឺយើងយកមាន់ស្រែយើងឆាទៅវាមានជាតិឆ្ងាញ់ហើយវារាងស្វិតល្អបន្ទាប់មកគឺយើងបុកគ្រឿងយើងត្រូវការប្រើម្ទេសរាងច្រើនបន្តិចបងប្អូនដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ហើយនេះបងប្អូនគ្រឿងផ្សំយើងគឺមានសណ្តែកដីម្រះព្រៅម្ទេសហើយនឹងគ្រឿងស្ករប៊ីចេងគឺតាមនឹងហើយបងប្អូនដូចនៅក្នុងរូបអញ្ចឹងឥឡូវនេះយើងបានកាប់សាច់រួចហើយគឺសាច់នេះមានតែមួយចំហៀងទេបងប្អូនមាន់ឥឡូវយើងដាក់ខ្លាញ់ដៅវាឡើងក្តៅខ្ទះបន្តិចយើងឲ្យខ្លាញ់វារាងក្តៅបន្តិចបងប្អូនបានយើងចាក់គ្រឿងចូលគ្រឿងហ្នឹងគឺយើងកូរវាឲ្យរាងយូរបន្តិចងាស់ឲ្យរាងយូរបន្តិចដើម្បីឲ្យវាឡើងឈ្ងុយឆ្ងាញ់យើងឆាវាឲ្យវាឡើងឈ្ងុយបងប្អូនមុខម្ហូបមួយមុខនេះប្រើសាច់តិចតែគ្រឿងច្រើនយើងកូរវាចូលវាត្រឡប់វាឲ្យវាឡើងឈ្ងុយឲ្យយើងយូរបន្តិចសិនបងប្អូនបានយើងដាក់សាច់តាមក្រោយយើងឆាវាប្រហែលជា2-3នាទីបងប្អូនបានយើងចាក់សាច់ចូលដើម្បីឲ្យគ្រឿងវាឈ្ងុយសិនឥឡូវយើងចាក់សាច់ចូលតែម្ដងបងប្អូនហើយយើងឆាសាច់ជាមួយនឹងគ្រឿងឲ្យវាចូលគ្នាឲ្យចូលជាតិគ្នាបងហើយយើងទុកប្រហែលជា4 ឬ 5 នាទីអីឲ្យវាសាច់វារាងឆ្អិនបន្តិចបានយើងឆាបន្តទៀតឥឡូវយើងទុកវាបន្តិចសិនធ្វើងាយស្រួលទេបងប្អូនអាចធ្វើតាមខ្ញុំបានយើងទុកវាឲ្យវារាងឆ្អិនសាច់បន្តិចចាំយើងឆាវាថែមឥឡូវនេះយើងដាក់ប្រេងខ្យងបន្តិចដើម្បីយករសជាតិហើយយើងចាប់ផ្ដើមផ្សំគ្រឿងគឺមានទឹកត្រីស្ករប៊ីចេងអំបិលរ៉ូឌីហ្នឹងយើងដាក់មកមុខបន្តិចទៅឲ្យវាមានរសជាតិឆ្ងាញ់គឺយើងប្រើមកមុខបន្តិចបងប្អូនយើងកុំដាក់ច្រើនហើយយើងឆាវាសព្វហើយយើងទុកវាមួយសន្ទុះដើម្បីឲ្យសាច់វារាងឆ្អិនបន្តិច
ហើយបានយើងដាក់ម្រះព្រៅតាមក្រោយហ្នឹងហើយយើងត្រូវការថែមទឹកបន្តិចដើម្បីកុំឲ្យវាខ្លោចហើយយើងកូរវាបន្ថែមដើម្បីឲ្យវាចូលជាតិយើងទុកវាមួយសន្ទុះចាំមកឆាវាបន្ថែមត្រឡប់វាបន្ថែមដើម្បីឲ្យវាសាច់រាងឆ្អិនបន្តិចមុខម្ហូបនេះងាយបងប្អូនអាចធ្វើតាមខ្ញុំបានឥឡូវគឺចិត្តឆ្អិនហើយបងប្អូនគឺយើងវាត្រឡប់វា2 3ត្រឡប់យើងមើលល្មមតើមកឆ្អិនចាំយើងដាក់ម្រះព្រៅតាមក្រោយគឺយើងត្រូវការពេលបន្តិចបងប្អូនព្រោះមាន់នេះមាន់ស្រែវារាងស្វិតចឹងហើយយើងត្រូវងាស់វារាងយូរបន្តិចយើងទុកវាប្រហែលជា3 4នាទីដើម្បីឲ្យវារាងពុះវារាងឆ្អិនហើយបានយើងឆាត្រឡប់វាមកត្រឡប់ទៀតក្រោយមកបានយើងចាក់ម្រះព្រៅចូលឥឡូវយើងថែមទឹកបន្តិចទៀតបងប្អូនព្រោះថាវារាងស្ងួតបន្តិចយើងដាក់ទឹកហើយយើងឆាបន្ថែមដើម្បីឲ្យវាចូលជាតិប្រើពេលរៀងយូរបន្តិចបងប្អូនព្រោះមាន់នេះមាន់ស្រែងាស់វារៀងយូរបន្តិចព្រោះមាន់ហ្នឹងរៀងស្វិតឃើញថាឆ្អិនបណ្ដើរហើយឥឡូវថែមទឹកត្រីបន្តិចព្រោះវាមានរសជាតិរាងសាបបន្តិចយើងថែមនៅសណ្តែកដីបន្តិចបងប្អូន
បងប្អូនអាចមើលហើយអាចធ្វើបានមុខម្ហូបនេះដែរគឺឆាក្តៅមាន់បងប្អូនឥឡូវនេះគឺឃើញថាយើងបានថែមទឹកហើយយើងងាស់វាបន្តិចឥឡូវពុះហើយយើងកូរវា2-3ត្រឡប់ទៀតយើងឆាវាដាច់ទឹកបងប្អូនយើងឆាវាដាច់ទឹកសិនតបមកយើងឃើញថាឆ្អិនហើយយើងដាក់ម្រះព្រៅហើយយើងឆាវាឲ្យម្រះព្រៅនឹងចូលគ្នាជាមួយនឹងសាច់ឲ្យមានរសជាតិឈ្ងុយបងប្អូនឥឡូវនេះមុខម្ហូបយើងឃើញថាឆ្អិនហើយបងប្អូនរួចរាល់ហើយមាន់ឆាក្តៅមាន់ស្រែបងប្អូនឥឡូវយើងបានឆ្អិនហើយយើងដួសដាក់ចានទៅគ្នាណាបងប្អូនជាមួយបាយក្តៅៗឥឡូវយើងបានហើយមុខម្ហូបមួយមុខគឺឆាក្តៅមាន់